ជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូនិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំជានិស្សិតឆ្នាំទី2នៃ Department ទេសចរណ៍ហើយខ្ញុំមកពីក្រុមទី7ដែលខ្ញុំឈ្មោះណាមនិងសមាជិកក្រុមរបស់ខ្ញុំឈ្មោះលីណាថ្ងៃនេះដែរយើងនឹងនិយាយអំពីប្រធានបទ MO theory មួយនិយមន័យតើអ្វីទៅជា MO theory MO theory គឺជាគ្រោងការដ៏ទ្រឹស្ដីដ៏ល្បីមួយដែលដាក់ចេញដើម្បីឲ្យបុគ្គលិកប្រព្រឹត្តការងារទៅបានល្អមានដូចជាការលើកសមត្ថភាពការលើកទឹកចិត្តនិងឱកាស2សមត្ថភាពវាមានន័យថាជាសមត្ថភាពតខ្លួនរបស់និយោជិតក្នុងការបំពេញការងារឲ្យបានល្អរួមមានជំនាញចំណេះដឹងនិងសមត្ថភាពផ្សេងៗទៀតដែលចាំបាច់ក្នុងការបំពេញនៅក្នុងតួនាទីដែលយើងត្រូវធ្វើហើយខ្ញុំនឹងលើក3ចំណុចសំខាន់អំពីសមត្ថភាពវាមានដូចជាការអប់រំនិងលក្ខណៈសម្បត្តិវិជ្ជាជីវៈការអប់រំសំដៅទៅលើយើងបានបញ្ចប់ថ្នាក់បរិសញ្ញាបត្រវាជួយឲ្យយើងឆាប់យល់ការងារដើម្បីបំពេញការងារទៅបានរលូនឧទាហរណ៍និយោជកដែលមានការអប់រំផ្នែក Tourism Management និងយល់អំពីសេវាកម្មបម្រើអតិថិជននៅក្នុងការគ្រប់គ្រងបានល្អចំណុចទី2ការបណ្ដុះបណ្ដាលនិងអភិវឌ្ឍវាសំដៅទៅលើការបណ្ដុះបណ្ដាលដែលជួយឲ្យនិយោជិតអភិវឌ្ឍជំនាញនិងកែលម្អសមត្ថភាពឲ្យបានសមស្របទៅតាមកលៈទេសៈការងារនិងបច្ចេកវិទ្យាថ្មីដែលក្រុមហ៊ុនត្រូវការព្រោះបុគ្គលិកមានសមត្ថភាពក្នុងការធ្វើការងារមួយនឹងស្របទៅតាមអីដែលក្រុមហ៊ុនចង់បានចំណុចទី3ជំនាញបច្ចេកទេសនិងជំនាញទំនាក់ទំនងនៅពេលដែលយើងបានចប់បរិញ្ញាបត្រក្នុងផ្នែកវិស័យអ្វីមួយហើយយើងចូលទៅបំពេញការងារនោះយើងមានជំនាញក្នុងការនិយាយបានល្អបញ្ចុះបញ្ចូលអតិថិជនជំរុញឲ្យពួកគាត់ប្រើប្រាស់សេវាកម្មដែលយើងផ្ដល់ឲ្យដើម្បីពួកគាត់ឆាប់យល់និងទទួលបាននៅបទពិសោធន៍ថ្មីទី2ការលើកទឹកចិត្តគឺមានសារៈសំខាន់ណាស់នៅក្នុងអង្គការណាមួយព្រោះវាជួយជំរុញឲ្យបុគ្គលិកមានទឹកចិត្តនៅក្នុងការបំពេញការងារនោះបានល្អស្របតាមលក្ខខណ្ឌដែលក្រុមហ៊ុនដាក់ឲ្យហើយនៅក្នុងការលើកទឹកចិត្តនោះមានចំណុចសំខាន់3ទី1ការពេញចិត្តនឹងការងារការពេញចិត្តការងារមានន័យថានិយោជិតគាត់មានអារម្មណ៍ថាសប្បាយចិត្តនៅក្នុងការបំពេញការងាររបស់ខ្លួននៅពេលដែលនិយោជិតពេញចិត្តនឹងការងារនោះពួកគេនឹងមានទំនួលខុសត្រូវខិតខំធ្វើការងារនិងមិនបោះបង់ការងារនោះចោលចំណុចទី2រង្វាន់និងការលើកទឹកចិត្តគឺជំរុញទឹកចិត្តបន្ថែមវាមានដូចជាប្រាក់ខែប្រាក់លើកទឹកចិត្តនិងអត្ថប្រយោជន៍ផ្សេងដូចជាបើសិនបើមានថ្ងៃបុណ្យទានពួកគេអាចនឹងមានការគុណប្រាក់ខែឬក៏បានឈប់សម្រាកអីជាដើមទៅចំណុចទី3ប្រាក់ខែនិងអត្ថប្រយោជន៍គឺកត្តាសំខាន់ដើម្បីរក្សាបុគ្គលិកនោះឲ្យស្ថិតស្ថេរនៅក្នុងការងារនោះអត្ថប្រយោជន៍នឹងរួមមានបានធានារ៉ាប់រងការឈប់សម្រាកប្រាក់ខែបន្ថែមនៅពេលដែលយើងថែមម៉ោងនិងសេវាសុខុមាលភាពផ្សេងចំណុចទី4ការទទួលស្គាល់និងការកោតសរសើរការទទួលស្គាល់គឺសំដៅទៅលើការងារដែលនិយោជកដាក់ឲ្យនិយោជិតធ្វើហើយមានការលើកសរសើរពួកគាត់ពេញចិត្តនឹងអ្វីដែលលទ្ធផលដែលពួកគាត់ធ្វើមកទី5ការរីកចម្រើនអាជីពមានន័យថានិយោជិតអាចឡើងឋានៈតួនាទីប្រាក់ខែទៅតាមសមត្ថភាពដែលពួកគេអភិវឌ្ឍការងារនោះបានល្អ
ចឹងចំណុចបន្ទាប់ខ្ញុំជាសមាជិកក្រុមនឹងធ្វើការបកស្រាយនៅចំណុចទី4ចំណុចទី4 opportunity មានន័យថាឱកាសមានន័យថាឱកាសនិងបរិយាកាសការងារដែលអង្គការបានផ្ដល់ឲ្យនិយោជិតដើម្បីអនុញ្ញាតឲ្យពួកគេប្រើប្រាស់សមត្ថភាពនិងកម្លាំងចិត្តរបស់ពួកគេឲ្យបានពេញលេញចឹងដើម្បីឲ្យកាន់តែយល់ច្បាស់ខ្ញុំនឹងលើកយកចំណុចសំខាន់ៗទាំង5មកនិយាយបកស្រាយចំណុចទី1 participation in decision making ការចូលរួមក្នុងការសម្រេចចិត្តមានន័យថានិយោជិតត្រូវបានផ្ដល់ឱកាសឲ្យចូលរួមបញ្ចេញមតិនិងចូលរួមក្នុងការសម្រេចចិត្តវាធ្វើឲ្យនិយោជិតមានអារម្មណ៍ថាខ្លួនគាត់មានតម្លៃនិងមានតួនាទីសំខាន់នៅក្នុងអង្គការដែលគាត់អាចបញ្ចេញមតិយោបល់របស់ខ្លួននៅក្នុងនោះបានចំណុចទី2នោះគឺ empowerment and autonomy ការផ្ដល់អំណាចនិងសេរីភាពក្នុងការងារមានន័យថាអង្គការផ្ដល់សិទ្ធិនិងទំនុកចិត្តឲ្យនិយោជិតធ្វើការសម្រេចចិត្តដោយខ្លួនឯងក្នុងកម្រិតសមស្របវាជួយបង្កើនឲ្យទំនួលខុសត្រូវនិងការខិតខំប្រឹងប្រែងធ្វើការដែលគាត់នឹងទទួលបានអារម្មណ៍ថាគាត់មានភាពឯករាជ្យនិងគ្មានការគ្រប់គ្រងពីនរណាម្នាក់ដែលគាត់មានអារម្មណ៍ថាគាត់អាចមានសេរីភាពក្នុងការធ្វើការដោយគ្មានសម្ពាធនៅក្នុងការងារនេះហើយក៏ជាមូលហេតុធ្វើឲ្យគាត់មានការខិតខំប្រឹងប្រែងបន្ថែមនៅលើការងារចំណុចទី3នោះគឺ support from management ការគាំទ្រពីអ្នកគ្រប់គ្រងមានន័យថាការណែនាំនិងការជួយដោះស្រាយបញ្ហានិងការផ្ដល់មតិយោបល់វិជ្ជមានជូនទៅដល់គាត់ដែលវាក៏ជាការលើកទឹកចិត្តកម្លាំងមួយដែលធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ទទួលបានភាពកក់ក្ដៅពីអ្នកគ្រប់គ្រងគាត់បានទទួលភាពស្និទ្ធស្នាលពីអ្នកគ្រប់គ្រងដែលគាត់មានអារម្មណ៍ថាគាត់ក៏មានចំណែកមួយសំខាន់ក្នុងការធ្វើការសម្រេចចិត្តលើអ្វីមួយហើយក៏អាចពិភាក្សាជាមួយនឹងអ្នកគ្រប់គ្រងបានដូចគ្នានេះជួយឲ្យនិយោជិតមានទំនុកចិត្តនិងធ្វើការងារកាន់តែល្អប្រសើរចំណុចទី4 teamwork and communication មានន័យថាការងារជាក្រុមនិងការទំនាក់ទំនងចំណុចនេះគឺមានសារៈសំខាន់ខ្លាំងមែនទែនពីព្រោះវាផ្ដោតទៅលើក្រុមការងារដែលយើងមានទំនាក់ទំនងជាមួយគ្នាឲ្យបានល្អជាសហការគ្នាស្រឡាញ់គ្នាមើលថែគ្នាជាពិសេសនោះគឺការនិយាយទំនាក់ទំនងគ្នាយើងអាចជួយផ្ដល់គំនិតចែករំលែកបទពិសោធន៍ល្អៗជូនគ្នាការជួយកែលម្អងកំហុសខុសឆ្គងការងារគ្នាទៅវិញទៅមកវាប្រសើរលើទំនាក់ទំនងយ៉ាងច្បាស់ពីការសហការគ្នាវាក៏អាចជួយកាត់បន្ថយពីបញ្ហានិងការបង្កើនប្រសិទ្ធភាពការងារដូចគ្នាចំណុចចុងក្រោយនោះគឺ flexible work environment បរិយាកាសការងារបត់បែនអាចរួមមានការវិភាគបត់បែនការរៀបចំការងារដែលសមស្របទៅឲ្យគាត់ដែលគាត់មានអារម្មណ៍ថាគាត់អាចធ្វើការបត់បែនជាមួយការងារពេលវេលាបានដែលធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់អាចបែងចែកពេលវេលាសម្រាប់ខ្លួនឯងនិងការងារផ្សេងបន្ទាប់មកចូលដល់ចំណុចទី5 conclusion សរុបសេចក្តីមកAMO theory ដែលវាមានចំណុច3នៅក្នុងនោះសំខាន់ដោយដែលការបកស្រាយនៅខាងលើចឹងទី1 ability ទី2 motivation ទី3 opportunity ដែលវាបានបង្ហាញថាការអនុវត្តការងាររបស់និយោជិតមិនអាស្រ័យលើកត្តាតែមួយទេប៉ុន្តែវាលទ្ធផលនៃសមត្ថភាពកម្លាំងចិត្តនិងឱកាសដែលធ្វើការរួមគ្នាចឹងនេះគ្រាន់តែជាកត្តា3ចំណុចសំខាន់ដែលធ្វើឲ្យមានការលើកទឹកចិត្តនិងជួយផ្ដល់យោបល់ថាតើធ្វើយ៉ាងម៉េចដើម្បីឲ្យនិយោជិតគាត់ទទួលបានអារម្មណ៍កក់ក្ដៅនិងមានអារម្មណ៍ថាគាត់អាចបញ្ចេញសមត្ថភាពរបស់គាត់នៅកន្លែងក្រុមហ៊ុនមួយនឹងបានចឹងជាចុងក្រោយនាងខ្ញុំសូមអរគុណដល់លោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់ដែលបានស្ដាប់ការបញ្យល់បកស្រាយប្រធានបទរបស់នាងខ្ញុំពីដើមរហូតដល់ចប់